រឿងក្របីស្រុកនិងក្របីព្រៃក្នុងអតីតសម័យមានក្របីពីរមួយជាក្របីស្រុកមួយទៀតជាក្របីព្រៃសត្វទាំងពីរនេះស្រឡាញ់គ្នាណាស់ដេកនៅស៊ីជោគជាមួយគ្នាពុំដែលឃ្លាតទុនសាយដឹងថាក្របីទាំងពីរនេះស្រឡាញ់គ្នាដូច្នេះក៏រកឧបាយកលធ្វើឲ្យបែកចេញពីគ្នាថ្ងៃមួយវាដើរចូលមករកសត្វក្របីទាំងពីរនោះហើយនិយាយថាណែបងក្របីទាំងពីរអើយចូលបងឯងកុំដេកដើរស៊ីជោគជាមួយគ្នាប្រយ័ត្នតែមនុស្សញាក់ស្រុកគេឃើញនឹងចាប់បងឯងទាំងពីរនាក់យកទៅប្រើប្រាស់មិនខានក្របីព្រៃឮទុនសាយនិយាយដូច្នេះក៏ភ័យខ្លាចមានគ្រោះថ្នាក់ដោយពាក្យទុនសាយមែនចាប់ពីថ្ងៃនោះមកក្របីទាំងពីរក៏នៅស៊ីជោគដតីពីគ្នាក្នុងការនៅបែកគ្នានេះសត្វទាំងពីរក៏តែងតែនឹកអាល័យដល់គ្នានឹងគ្នារកទីបំផុតគ្នាដោយធ្លាប់បាននៅរួមរក្សាជាមួយគ្នាអស់កាលដ៏យូរលុះយូរទៅក្របីទាំងពីរក៏ផ្លេចនឹកគ្នាទៅវិញទៅមកទុនសាយបានដឹងថាក្របីទាំងពីរបែកគ្នាលែងនឹកនាដល់គ្នានឹងគ្នាហើយក៏ដើរទៅរកក្របីព្រៃនិយាយថាណែក្របីព្រៃខ្ញុំបានឮក្របីមួយគេនិយាយថាគេខ្លាំងពូកែណាស់គេរកតែគូនឹងជលលបងរិទ្ធគ្នាក្របីព្រៃឮដូច្នោះខឹងណាស់និយាយថាយើបងទុនសាយក្រោមមេឃលើដីមានតែខ្ញុំទេឥឡូវមានអាក្របីណាមកអួតក្អាងថាខ្លួនវាខ្លាំងពូកែជាងខ្ញុំចូលបងឯងទៅហៅវាមកយើងនឹងចូលប្រឡងរិទ្ធគ្នាទុនសាយក៏ទៅប្រាប់ក្របីស្រុកថាណែបងក្របីស្រុកក្របីព្រៃគេខឹងនឹងបងឯងណាស់គេថាឲ្យបងឯងទៅជួបនឹងចូលប្រឡងរិទ្ធគ្នាម្ដងឲ្យដឹងដៃទុនសាយឡើងជីកលើខ្នងក្របីស្រុកជូនដំណើរទៅឲ្យជួបនឹងក្របីព្រៃលក់ទៅដល់ភ្លាមក្របីព្រៃក៏ស្ទុះមុខវិតក្របីស្រុកយ៉ាងសាហាវក្របីទាំងពីរក៏ប្រយុទ្ធគ្នាអស់ពេលយ៉ាងយូរមិនឈ្នះមិនចាញ់ក៏បែកចេញចាក់គ្នាមួយនៅស្រុកមួយទៅនៅព្រៃទៅលែងជួបគ្នាតាំងពីនោះរហូតដល់សព្វថ្ងៃនេះ